អនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់គំនិតសម្រាប់ព័ត៌មាននៅល្ងាចថ្ងៃទី17ខែមេសាឆ្នាំ2026នេះខ្ញុំមានព័ត៌មានថ្មីៗក្តៅៗទាន់ហេតុការណ៍ដើម្បីជម្រាបជូនពុកម៉ែបងប្អូនព័ត៌មានយើងនេះគឺពាក់ព័ន្ធទៅនឹងព័ត៌មានអន្តរជាតិទាំងស្រុងតែម្ដងដូចខ្ញុំបាទបង្កើត channel ថ្មីមួយនេះគឺសម្រាប់តែព័ត៌មានអន្តរជាតិនៅលោកខាងលិចទេអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តតាមដានទស្សនាព័ត៌មានអន្តរជាតិសូមកុំភ្លេចចូលតាមដានទស្សនានៅក្នុង channel គំនិត News មួយនេះបាទហើយព័ត៌មានជាមួយ channel គំនិតគឺយើងជាព័ត៌មានធម្មតាមិនផ្ដោតសំខាន់ទៅលើព័ត៌មាននៅក្រៅស្រុកនោះទេប៉ុន្តែផ្ដោតសំខាន់ទៅលើព័ត៌មានថៃនិងប្រទេសកម្ពុជាតែប៉ុណ្ណោះអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តតាមដានព័ត៌មាននៅខាងក្រៅព័ត៌មានខាងលោកខាងលិចដូចជាអ៊ីរ៉ង់អាមេរិកដូចជាអ៊ីស្រាអែលបងប្អូនអាច Subscribe Channel គំនិត News នេះបានដើម្បីតាមដានទស្សនារាល់ការផ្សព្វផ្សាយចេញពី Channel គំនិតបាទជួនណានៅក្នុងថ្ងៃនេះខ្ញុំមានព័ត៌មានពាក់ព័ន្ធទៅនឹងករណីអ៊ីរ៉ង់ក៏ដូចជាអាមេរិកដែលកំពុងតែប្រឈមមុខដាក់គ្នាផងដែរខណៈពេលដែលអ៊ីរ៉ង់បានធ្វើការគម្រាមបិទផ្លូវទឹកសំខាន់បន្ថែមទៀតបន្ទាប់ពីអាមេរិកបានធ្វើការឡោមព័ទ្ធកំពង់ផែរបស់ខ្លួនក៏ដូចជាការចរចារវាងអាមេរិកនិងអ៊ីរ៉ង់ផងដែរតើលោកដើម្បីមកខាពីលីយូយើងមកតាមដានទស្សនារការផ្សព្វផ្សាយជាមួយខ្ញុំបាទបងប្អូនចេញពី page ព័ត៌មានផ្លូវការរបស់ Channel គំនិតដូចជាចេញពី Channel គំនិតយើងចូលមកកាន់ computer យើងផ្ទាល់តែម្ដងមែនទែនទៅពាក់ព័ន្ធទៅនឹងករណីការនិយាយដរិចបែបនេះខ្ញុំមិនដែលបានសូវគេធ្វើទេបាទហើយក៏សូមអធិស្ឋានផងដែរសម្រាប់កំហុសខុសឆ្គងពាក្យពេចន៍ការប្រើប្រាស់ពាក្យពេចន៍មិនស៊ីសងមិនសងតង់គ្នាយ៉ាងណាយ៉ាងណីសូមអរមេត្តាខន្តីបាទនេះគឺជាវីដេអូទី1ក្នុង Channel ដំបូងហើយដូចជាយើងមកមើលព័ត៌មាននេះសិនបាទអ៊ីរ៉ង់បានធ្វើការគម្រាមបិទផ្លូវទឹកសំខាន់បន្ថែមទៀតគណៈអាមេរិកបានឡោមព័ទ្ធកំពង់ផែរបស់ខ្លួនស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែឡើងកម្ដៅសារជាថ្មីបន្ទាប់ពីមេតកកម្ពុជាអ៊ីរ៉ង់ម្នាក់លោកឧត្តមសេនីយ៍អាលីអាល់ឌូឡាហ៊ីអាឡាបាឌីបានជិញមុខព្រមានកាលពីថ្ងៃពុធថាទីក្រុងតេហឺរ៉ង់អាចនឹងសម្រេចចិត្តបិទរកការដឹកជញ្ជូនតាមច្រកសមុទ្រក្រហមនិងផ្លូវទឹកសំខាន់ដទៃទៀតក្នុងតំបន់យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Fox News កាលពីថ្ងៃ15ខែមេសាឆ្នាំ2026បានដឹងថាការគម្រាមកំហែងនេះបានកើតឡើងបន្ទាប់ពីមានការឆ្លើយតបទៅនឹងកងទ័ពអាមេរិកដែលបាននឹងកំពុងឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់យ៉ាងតឹងរ៉ឹងដែលលោកឧត្តមសេនីយ៍អ៊ីរ៉ង់បានចាត់ទុកថានេះគឺជាទង្វើអសន្តិសុខដល់នាវាពាណិជ្ជកម្មនិងគឺជាសញ្ញារំលោភបំពានលើកិច្ចព្រមព្រៀងបទច្បាញ់ដែលកំពុងតែមានលោកអាលីបានបញ្ជាក់យ៉ាងដាច់អហង្ការថាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យមានការនាំចេញនាំចូលណាមួយប្រព្រឹត្តទៅបានឡើយទាំងនៅក្នុងឈូងសមុទ្រពេកនិងសមុទ្រអូម៉ង់និងសមុទ្រក្រហមផងដែរប្រសិនបើអាមេរិកបន្តបិទច្រកសមុទ្ររបស់ខ្លួនបែបនេះលោកយល់ថាសកម្មភាពរបស់អាមេរិកគឺជាការត្រៀមលក្ខណៈដើម្បីឈានទៅរកការផ្ទុះអាវុធសារជាថ្មីនិងបំផ្លាញរកកិច្ចព្រមព្រៀងក៏ដូចជាកិច្ចខំប្រឹងប្រែងសន្តិសុខដែលមានកន្លងពកឆ្លើយតបទៅនឹងការគម្រាមកំហែងបែបនេះសេតវិមានបានបង្ហាញចំហយ៉ាងរឹងមាំមិនថមថយឡើយអ្នកនាំពាក្យរបស់សេតវិមានលោកស្រី Caroline បានលើកឡើងថាលោកប្រធានាធិបតីអាមេរិក Donald Trump និងក្រុមការងារចរចាបានកំណត់ខ្សែបន្ទាត់ក្រហមយ៉ាងល្អិតល្អន់រួចហើយលោកស្រីបានបន្ថែមថាការឡោមព័ទ្ធច្រកសមុទ្ររបស់អាមេរិកនេះមានប្រសិទ្ធភាពខ្លាំងដែលធ្វើឲ្យទីក្រុងតេហឺរ៉ង់អាចនឹងចង់បានកិច្ចព្រមព្រៀងឆាប់ហើយនាវាដឹកប្រេងទាំងនោះនឹងត្រូវបង្ខំចិត្តងាកមកដកតំបន់ដែលអាមេរិកបាននឹងកំពុងគ្រប់គ្រងវិញនៅពេលជាមួយគ្នានេះមេបញ្ជាការក៏ដូចជាបញ្ជាការដ្ឋានកណ្ដាលរបស់អាមេរិកបានចេញការរាយការណ៍ថាគឺជាការរាយការណ៍រយៈពេល48ម៉ោងដំបូងនៃការឡោមព័ទ្ធគឺគ្មាននាវាណាមួយអាចឆ្លងកាត់របាំងការពីរបស់កងទ័ពអាមេរិកបានឡើយនាវាចម្បាំងអាមេរិកនាវាចម្បាំងប្រមាណច្រើនគ្រឿងក៏ដូចជានាវាដឹកប្រេង9គ្រឿងដែលព្យាយាមចេញពីតំបន់ពីកំពង់ផែរ៉ង់ហើយបានបញ្ចប់ក៏ដូចជាបានបញ្ជាឲ្យនាវាទាំងនោះត្រឡប់ក្រោយវិញមិនអាចឲ្យទៅមុខបានទេ
សកម្មភាពយោធាដ៏តឹងរ៉ឹងនេះបានបង្ហាញឲ្យឃើញថាបើទោះបីជាមានការចរចាសន្តិភាពក៏ដោយប៉ុន្តែកងកម្លាំងបាយក៏ដូចជាដែលពិភពលោកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតបងប្អូននេះគឺជាព័ត៌មានពាក់ព័ន្ធទៅនឹងករណីអ៊ីរ៉ង់និងអាមេរិកបានអញ្ចឹងឃើញថាអ៊ីរ៉ង់ហ្នឹងគឺបានធ្វើការគំរាមកំហែងបិទនៅច្រកសមុទ្រផ្សេងទៀតដូចជាបិទនៅកំពង់ផែផ្សេងដោយសារតែអាមេរិកហ្នឹងបានឡោមព័ទ្ធកំពង់ផែរបស់ខ្លួនបាទអញ្ចឹងអ៊ីរ៉ង់អាចថានឹងធ្វើការបិទផ្លូវទឹកផ្សេងច្រើនផងដែរអញ្ចឹងស្ថានភាពពិភពលោកនេះនឹងទៅជាយ៉ាងណាយើងក៏មិនទាន់បានដឹងច្បាស់ដែរបាទដោយសារតែវាទៅមុខបន្តិចម្ដងអញ្ចឹងហើយយ៉ាងណាយើងមានតាមដានស្ថានភាពនេះបន្តទេឥឡូវនេះយើងងាកមកមើលព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងករណីមេតបកម្ពុជារបស់ប៉ាគីស្ថានកាន់សារពិសេសពីអាមេរិកហោះទៅចរចាផ្ទាល់នៅអ៊ីរ៉ង់បាទអញ្ចឹងពេលនេះគឺមេដឹកនាំកម្ពុជារបស់ប្រទេសប៉ាគីស្ថានហ្នឹងដែលជាប្រទេសកណ្ដាលក្នុងការជួយចរចារវាងអាមេរិកនិងអ៊ីរ៉ង់ឥឡូវនេះលោកបានកាន់សារពិសេសមួយដើម្បីហោះទៅកាន់ប្រទេសអ៊ីរ៉ង់ឬក៏ទីក្រុងតេហ៍រ៉ង់ដើម្បីចរចាគ្នាបាទយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាចារ្យសេរ៉ាខណៈដែលកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ភ័យស្រួយរវាងអាមេរិកនិងអ៊ីរ៉ង់នៅសល់ពេលប្រមាណសប្តាហ៍ទៀតប៉ុណ្ណោះនឹងផុតហើយគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសប៉ាគីស្ថានបានធ្វើដំណើរដល់ទីក្រុងតេហ៍រ៉ង់កាលពីថ្ងៃទី15ខែមេសាឆ្នាំ2026ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាសន្តិភាពផ្សារជាថ្មីដឹកនាំដោយលោកអាស៊ីមមូនីមេបញ្ជាការកងទ័ពប៉ាគីស្ថានបានធ្វើដំណើរទស្សនកិច្ចដ៏កម្រត្រូវបានគេរាយការណ៍ថាបានដឹកនាំយកនៅសារមួយពីអាមេរិកនៅក្នុងគោលបំណងរៀបចំកិច្ចពិភាក្សាជុំទី2បន្ទាប់ពីកិច្ចចរចាដំបូងនៅទីក្រុងអ៊ីស្លាម៉ាដនកាលពីចុងសប្តាហ៍មុនមិនទាន់អាចឈានដល់ការបញ្ចប់សង្គ្រាមនៅឡើយស្របពេលដែលមេតបកម្ពុជាក្នុងកំពុងតែចរចានៅអ៊ីរ៉ង់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកស៊ីនបាហ្សារីហ្វក៏បានចាប់ផ្ដើមធ្វើដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រដោយចាប់ផ្ដើមពីប្រទេសអារ៉ាប៊ីសាអូឌីតផងដែរដើម្បីគៀងគរឲ្យប្រទេសក្នុងតំបន់ជួយជំរុញឲ្យអាមេរិកចូលទៅចរចាឡើងវិញបេសកកម្មការទូតដ៏មមាញឹកនេះកើតឡើងចំពេលដែលពិភពលោកកំពុងតែបារម្ភពីសង្គ្រាមដែលបានសម្លាប់មនុស្សអស់ប្រមាណជាង 3000 នាក់ទៅហើយក្នុងប្រទេសអ៊ីរ៉ង់ហើយស្ថានភាពនៅតែតានតឹងខ្លាំងដោយសារតែការឡោមព័ទ្ធផ្លូវទឹកដាក់គ្នាទៅវិញទៅមកដែលកំពុងតែអង្រួនសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែខ្លាំងឡើងស្ថានភាពនៅសមរភូមិសមុទ្រហាក់បីដូចជាតានតឹងខ្លាំងដោយអាមេរិកនៅតែបន្តបិទកំពង់ផែអ៊ីរ៉ង់ហើយអ៊ីរ៉ង់ក៏បានគម្រាមកំហែងពាណិជ្ជកម្មតាមសមុទ្រក្រហមវិញផងដែរប៉ុន្តែលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានផ្ដល់សញ្ញាវិជ្ជមានដោយប្រាប់ទៅពិភពលោកឲ្យត្រៀមខ្លួនសម្រាប់ថ្ងៃដ៏អស្ចារ្យព្រោះលោកបានយល់ថាសង្គ្រាមនេះជិតដល់ថ្ងៃបញ្ចប់ហើយលោកត្រាំបានកត់សរសើរដល់មេទ័ពប៉ាគីស្ថានដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដ៏ឆ្លាតវៃហើយសេតវិមានបានបង្ហាញក្តីសង្ឃឹមដ៏ខ្ពស់ចំពោះលទ្ធផលនៃកិច្ចព្រមព្រៀងដែលកំពុងតែស្ថិតក្នុងកណ្ដាប់ដៃនៃអ្នកសម្រុះសម្រួលនេះនៅឡើយបច្ចុប្បន្ននេះអ្នកសម្របសម្រួលបានកំពុងព្យាយាមដោះស្រាយបញ្ហាធំចំនួន3គឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការសាងសង់ការខូចខាតដែលបង្កឡើងដោយសង្គ្រាមត្បិតមានការលេចលឺដំណឹងថាអាចនឹងមានរបបកំហឹងថ្មីបញ្ហានុយក្លេអ៊ែរក៏ដោយប៉ុន្តែពិភពលោកក៏ដូចជាប្រភពស្និទ្ធស្នាលមួយបានចរចាក៏ដូចជាបានធ្វើការប្រមានថានៅមានអ្នកចង់រារាំងសន្តិភាពនិងទាំងក្នុងទីក្រុង Washington តេហ៍រ៉ង់និងពិសេសគឺប្រទេសអូស្ត្រាអែលបាទអូស្ត្រាអែលដូចជាដែលលើទេប្រទេសហ្នឹងបាទដែលត្រូវគេជឿជាក់ថាចង់ឲ្យសង្គ្រាមក្នុងតំបន់នេះបន្តអូសបន្លាយទៅមុខទៀតបាទអាយ៉ាបាទចឹងប្រទេសអូស្ត្រាអែលបាទអូស្ត្រាអែលមិនមែនអ៊ីស្រាអែលទេផ្សេងពីអូស្ត្រាអែលទៅវិញបាទអញ្ចឹងមិនដឹងថាអូបាទប្រទេសអ៊ីស្រាអែលបច្ចុប្បន្នអ្នកសម្របសម្រួលនឹងកំពុងព្យាយាមដោះស្រាយបញ្ហាធំចំនួន3កម្មវិធីនុយក្លេអ៊ែរនៅទីក្រុងតេហ៍រ៉ង់ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការសាងសង់ការខូចខាតដែលបង្កឡើងដោយសង្គ្រាម
ត្បិតការចរចាលេចលឺថាអាចនឹងមានការរបបកំហុសថ្មីជុំវិញបញ្ហានុយក្លេអ៊ែរក៏ដោយប៉ុន្តែពិភពលោកនឹងចរចាក៏ជាបានធ្វើការប្រមានថានឹងមានអ្នកចង់រារាំងសន្តិភាពនៅក្នុងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់នៅឡើយជាពិសេសគឺប្រទេសអ៊ីស្រាអែលតែម្ដងដែលត្រូវបានជឿជាក់ថាបានចង់ឲ្យសង្គ្រាមនេះនៅតែបន្តអូសបន្លាយទៅមុខបន្តទៀតបាទអញ្ចឹងបានន័យថាអ៊ីស្រាអែលហ្នឹងគេមិនចង់បញ្ចប់សង្គ្រាមទេគេនៅតែចង់ឲ្យសង្គ្រាមនេះអូសបន្លាយតទៅមុខទៀតបាទប្រមូលចឹងសម្រាប់វីដេអូទី1នៅ channel ថ្មី channel កំណត់ new នេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះហើយសូមអធិស្ឋានមែនទែនសម្រាប់កំហុសខុសឆ្គងផ្សេងៗបាទសូមអរគុណសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយៗទៀត